ទុកបងហើយខាត់ខ្លួនមេបញ្ជាការរងមេប៉ុស្តិ៍និងមន្ត្រីប្រមុំអ្នកពាក់ព័ន្ធបាត់មើលនាំជនជាតិថៃឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាចាស់ហួចណាស់មេបញ្ជាការរងវិរៈសេនីយ៍តូចកាលពីព្រំដែន891 2នាក់មេប៉ុស្តិ៍ម្នាក់មន្ត្រី3នាក់ត្រូវខាត់ខ្លួនពាក់ព័ន្ធបាត់មើលនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់សមត្ថកិច្ចបានដឹងថានៅយប់ថ្ងៃទី8ខែតុលាឆ្នាំ2025ទាហានកងពលលេខ51និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍តូសេងធីរិនមេបញ្ជាការរងគឺជានាយកសេនាធិការយោធាភាគទី5បានខាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួន6នាក់ពាក់ព័ន្ធបាត់ល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់នៅចំណុចប៉ុស្តិ៍ការពីព្រំដែនគោកអូលហុងបើតាមសមត្ថកិច្ចខេត្តបន្ទាយមានជ័យមន្ត្រីនគរបាលដែលត្រូវខាត់ខ្លួនរួមមាន1លោកវិរៈសេនីយ៍ត្រីសុកសំអល់ហៅតូទូនីតិមេបញ្ជាការរងវិរៈសេនីយ៍តូចការពីព្រំដែន891ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ2លោកវិរៈសេនីយ៍ត្រីក្រឹមដែនភេទទូនីតិមេបញ្ជាការរងវិរៈសេនាតូការពីព្រំដែន891ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ3លោកវិរៈសេនីយ៍ត្រីព្រំធោហៅងឹកទូនីតិមេប៉ុស្តិ៍នគរបាលការពីព្រំដែនគោកអូលហុងវិរៈសេនីយ៍តូច891 4លោកពលបាត់ត្រីក្រឹមដូចទូនីតិមន្ត្រីវិរៈសេនីយ៍តូច891 6អនុសេនីយ៍តូចផុចចម្រើនទូនីតិមន្ត្រីវិរៈសេនាតូច891 7ឈ្មោះងឹកមិថុនាទូនីតិចុងភៅមិនពាក់ព័ន្ធបន្ទាប់ពីខាត់ខ្លួនរួចមន្ត្រីនគរបាលទាំងនោះត្រូវបានប្រកល់ទៅសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តមន្ត្រីពាក់ព័ន្ធបាត់ល្មើសមានចំនួន6នាក់នៅឡែកចុងភៅគ្មានការពាក់ព័ន្ធទេមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ចែងតាមច្បាប់